នាវាទេសចរខ្នាតធំមួយគ្រឿងបានចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3,000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Princess សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមាននាវិកកចំនួន 1059 នាក់ស្រី245នាក់មាន59សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ស្រី1566នាក់មាន52សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក297នាក់និងអូស្ត្រាលី824នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16 នាទីនៅថ្ងៃដដែល